5 ឆ្នាំមុនខ្ញុំបានប្រើការស្លាប់របស់ខ្លួនឯងដើម្បីជួយឲ្យកូនសិស្សរបស់ខ្ញុំបានឡើងគ្រងរាជ្យ លោកគ្រូកុំទៅចោលខ្ញុំអីលោកគ្រូគូជីនហឹងឯងចង់ស្លាប់មែនទេ ខ្ញុំបានបោកប្រាស់មនុស្សគ្រប់គ្នារួមទាំងកូនសិស្សខ្ញុំសៀវណានផងដែរប៉ុន្តែ 5 ឆ្នាំក្រោយមកគេបានក្លាយជាអធិរាជហើយរឿងដំបូងដែលគេធ្វើគឺជីកភ្នូររបស់ខ្ញុំណានលោកឈួតមែនទេបងប្រុសទួនបានស្លាប់ 5 ឆ្នាំហើយហេតុអ្វីលោកមិនឲ្យគាត់ទៅឲ្យបានសុខ ដីភ្នូរនេះនៅថ្មីនៅឡើយនាងគិតថាយើងជាមនុស្សល្ងងមែនទេ តើលោកចង់បានអ្វីទៀតបងប្រុសទួនបានស្លាប់ហើយគឺលោកធ្វើឲ្យគាត់ស្លាប់ ជីកទៅយើងត្រូវការឃើញមនុស្សរស់បើស្លាប់ត្រូវឃើញសាកសព សៀវណានសុំមុខលោកហើយនេះមកពីលោកធ្វើខ្លួនឯងទាំងអស់លែងខ្ញុំសៀវណានលែងខ្ញុំ យើងមិនជឿលោកគ្រូមិនទៅចោលយើងទេក្រាបទូលព្រះអង្គភ្នូរត្រូវបានជីកហើយប៉ុន្តែមិនឃើញសាកសពលោកម្ចាស់វាយទេក្រាបទូលព្រះអង្គទូលបង្គំបានចាត់មនុស្សឲ្យស្វែងរកភ្នំទាំងមូលហើយប៉ុន្តែមិនឃើញដានអ្វីទាំងអស់ល្អណាស់ កុំសួរខ្ញុំអីខ្ញុំមិនដឹងអ្វីទាំងអស់ តើនាងដឹងថាខ្ញុំមិនធ្វើបាបនាងទេព្រោះនាងគឺជាមនុស្សដែលលោកគ្រូយកចិត្តទុកដាក់ប៉ុន្តែបងប្រុសសៀវរបស់នាងនិងអ្នកភូមិទាំងនោះ កុំប៉ះពាល់ពួកគេមិនដឹងអ្វីទេ ខ្ញុំមិនមានការអត់ធ្មត់ច្រើនទៀតទេបើឯងនៅតែមិនព្រមប្រាប់ពីកន្លែងដែលលោកគ្រូនៅខ្ញុំមិនអាចធានាថាពួកគេនឹងរស់នៅដល់បុណ្យចូលឆ្នាំបានទេ សៀវណានលោកហ៊ានប៉ះពាល់ពួកគេសាកមើលទៅ ឯងគិតថាខ្ញុំហ៊ានទេ ខ្ញុំមិនដឹងទេខ្ញុំពិតជាមិនដឹងមែនខ្ញុំមិនដឹងទេខ្ញុំពិតជាមិនដឹងមែនបងប្រុសទួនបានបាត់ខ្លួនហើយខ្ញុំបានឃើញលោកម្ចាស់គូបញ្ចុះគាត់នៅទីនេះដោយផ្ទាល់ភ្នែកខ្ញុំក៏មិនដឹងថាហេតុអ្វីបានជាបងប្រុសទួនបាត់ខ្លួនដែរទោះបីលោកសម្លាប់ពួកយើងទាំងអស់គ្នាក៏ខ្ញុំពិតជាមិនដឹងដែរ នាំគេទៅមើលថែគេឲ្យបានល្អ លោកគ្រូ 5 ឆ្នាំនៅក្នុងក្រុងឈឹងជុងខ្ញុំបានតាមរកលោកគ្រូអស់រយៈពេល 5 ឆ្នាំហេតុអ្វីបានជាលោកគ្រូនៅតែមិនព្រមជួបខ្ញុំតើខ្ញុំខុសត្រង់ណាតើខ្ញុំមានចំណុចណាដែលមិនអាចប្រៀបផ្ទឹមនឹងគូជីងហឺបានពេលនេះខ្ញុំបានក្លាយជាអធិរាជហើយខ្ញុំបានសម្លាប់មនុស្សគ្រប់គ្នាដែលមករារាំងពួកយើងហេតុអ្វីបានជាលោកគ្រូនៅតែមិនព្រមជួបខ្ញុំ ព្រះអង្គចេញទៅព្រៅធ្លាក់ហើយលោកគ្រូតើលោកគ្រូនៅចាំទេកាលនោះក៏ជាថ្ងៃដែលមានព្រៅធ្លាក់បែបនេះដែរលោកគ្រូ ក្មេងល្អកុំខ្លាចអីកេងទៅលោកគ្រូនឹងនៅទីនេះមើលថែសៀវណានរហូតខ្ញុំនឹកលោកគ្រូខ្លាំងណាស់ ព្រះអង្គខ្ញុំសូមអង្វរឲ្យខ្ញុំជប់លោកគ្រូម្ដងទៀតបានទេខ្ញុំពិតជាដឹងខុសហើយ
លោកគ្រូលោកគ្រូ សៀវណានឯងរឹងរូបពេកហើយរឿងរ៉ាវក្នុងលោកនេះមិនមែនសុទ្ធតែដូចចិត្តឯងចង់បាននោះទេយើងជាគ្រូនិងសិស្សមិននឹងអាច ហេតុអីមិនអាចពេលលោកចៅស្លាប់ទៅអ្នកបន្តគឺមហេសីលោកចាំដល់ពេលខ្ញុំឡើងគ្រងរាជ្យជាស្ដេចផែនដីតើអ្នកណាហ៊ានប្រឆាំងខ្ញុំនឹងសម្លាប់លោកគ្រូ 10 ឆ្នាំមកនេះគ្រូតែជាបង្រៀនបានវិស័យដែលចាត់ទុកជីវិតមនុស្សដូចជាស្មើទៅវិញបើឯងបានភ្លេចពីក្តីមេត្តានិងទុកប្រជានុរាស្ត្រជាធំហើយនោះគ្រូក៏លែងមានសិស្សដូចជាឯងទៀតដែរ លោកគ្រូ ស្បែកអាវដាច់កែវបែកបាក់ចាប់ពីពេលនេះទៅទំនាក់ទំនងគ្រូនិងសិស្សរវាងយើងត្រូវបញ្ចប់ត្រឹមនេះ លោកគ្រូ បងប្រុសតើសៀវណានយ៉ាងម៉េចហើយហេតុអ្វីបានជាក្អួតឈាមច្រើនយ៉ាងនេះ ខាងម្នាក់នៅខាងក្នុងនោះគឺជាស្ដេចផែនដីបច្ចុប្បន្ននេះមែនទេ គឺគេមានរឿងអីមែនទេបងប្រុស ព្រហ្មលិខិតមិនដូចបំណងមនុស្សឡើយឆ្លងកាត់ច្រើនឆ្នាំមកនេះទីបំផុតក៏មានស្ដេចដ៏ល្អម្នាក់តែគេជិតស្លាប់ហើយមិនអាចទ្រាំបានលើសពី3ថ្ងៃទេ បងនិយាយអីមិនក៏ចឹងគេជាមនុស្សរឹងមាំណាស់ របួសចាស់របស់គេមិនទាន់សះស្បើយថែមទាំងមានជំងឺថ្មីទៀតបេះដូងនិងសួតសុទ្ធតែមានការខូចខាតសរសៃឈាមដែលច្រាស់ទីបងធ្វើជាគ្រូពេទ្យ20ឆ្នាំមកនេះមិនដែលឃើញមនុស្សម្នាក់មានរបួសច្រើនយ៉ាងនេះហើយនៅតែអាចទ្រាំបានរហូតមកដល់ថ្ងៃនេះទេពិតជាមិនដឹងថាប៉ុន្មានឆ្នាំនេះគេបានឆ្លងកាត់អ្វីខ្លះឡើយរាងកាយមួយនេះនឹងត្រូវលេបត្របាក់ដោយសារការនឿយហត់ ក្រែងថាមនុស្សអាក្រក់រស់បាន1000ឆ្នាំនោះអី ខ្ញុំខុសហើយលោកគ្រូខ្ញុំពិតជាខុសហើយ ណានហេតុអ្វីបានជាឯងប្រែជាបែបនេះ លោកគ្រូ ណាន តើវាជាសុបិនឬមួយលោកគ្រូមកទទួលខ្ញុំហើយ ណានវាមិនមែនជាសុបិនទេគឺលោកគ្រូមករកឯងហើយមើលមកគ្រូឯងត្រូវតែឆាប់ជាសះស្បើយ ខ្ញុំស្មានថាលោកគ្រូមិនចង់ជួបមុខខ្ញុំទៀតទេលោកគ្រូថាស្លាប់ឬរស់មិនជួបគ្នាទៀត ណាន ខ្ញុំដឹងថាលោកគ្រូមិនដាច់ចិត្តនោះទេ ណានកុំនិយាយទៀតគ្រូមិនបណ្ដោយឲ្យឯងស្លាប់ទេ លោកគ្រូគុំយំណានឪគ្រាន់តែហត់ហើយណានឪចង់សម្រាក ណាន លេបទៅណានសូមអង្វរឆាប់លេបចូលទៅ ណានទុកចិត្តចុះគ្រូមិនបណ្ដោយឲ្យឯងស្លាប់ទេ ខាងក្រៅរងា អរគុណ
ថ្នាំបន្តជីវិតអ្នកឲ្យគេហើយអាទួនតើវាខុសគ្នាត្រង់ណាពីកាលពី5ឆ្នាំមុនដែលលោកបោះបង់គេចោល ខ្ញុំមិនអាចឲ្យគេស្លាប់បានទេ ចុះលោកវិញខ្ញុំមិនដែលឃើញលោកផឹកស្រាទេលោកគិតច្បាស់ហើយមែនទេ គ្រាដែលលូចៅដួលរំបាន3ថ្ងៃក្រុមប្រឹក្សារាជការក៏ត្រូវជំនួសដោយចៅហឹងមន្ត្រីពុករលួយដែលជំពាក់ជំពិនទាំងអស់នឹងត្រកូលលូត្រូវបានដំណាក់យុទ្ធធរត្រួតពិនិត្យនិងបានបោះសម្អាតត្រឹមតែ1យប់សៀវពៀនត្រូវបានគេលួចវាយប្រហារនៅតាមផ្លូវត្រឡប់មកវិញរបួសធ្ងន់ខ្ញុំបានសម្រេចចិត្តហើយ3ថ្ងៃក្រោយ លោកបានគុណគូគ្រប់យ៉ាងហើយគ្រប់ជំហានគ្រប់សកម្មភាពលោកបានបិទផ្លូវក្រោយរបស់ពួកគេរៀបចំផ្លូវឲ្យសៀវណានចុះលោកទុកអ្វីឲ្យខ្លួនឯងខ្លះ ជីងហឹងលោកដឹងទេម៉ែដោះជូគឺជាមនុស្សតែម្នាក់គត់ដែលបានឃើញក្មេងនោះកាលពីឆ្នាំនោះក្មេងដែលត្រូវបានគេលួចប្ដូរចេញពីត្រកូលលូគាត់និយាយថាក្មេងនោះមានប្រស្រីភ្នែកខុសប្លែកពីគេពណ៌ដូចជាត្បូងសមុទ្រពេញមួយជីវិតនេះខ្ញុំគិតថាខ្លួនឯងជាកូនប្រុសរបស់គ្រូសាវួយសងសឹកឲ្យគ្រូសាវួយដែលស្មោះត្រង់ចុងក្រោយខ្ញុំបែរជាកូនប្រុសរបស់លូចៅទៅវិញ អុយទួនមិនមែនថាគ្មានផ្លូវផ្សេងនោះទេយើងអាចរៀបចំផែនការយឺតៗបាន គ្មានពេលទៀតទេគ្រូសាលូកំពុងគ្រប់គ្រងព្រះមហាក្សត្រលូចៅស្លាប់សំណុំរឿងពន្ធអំបិលក៏ត្រូវបានដុតបំផ្លាញដោយចៃដន្យមន្ត្រីគ្រប់ជាន់នៃដំណាក់យុទ្ធធបិទមាត់ចិត្តតើមានអ្នកណាហ៊ានក្រោកឈរនិយាយថាទេដែរឬទេពួកគេមិនមែនមិនស្អប់ទេគឺពួកគេមិនហ៊ានពួកគេមិនជឿមិនជឿថាភ្លើងរបស់សៀវណានអាចឆេះទម្លុះជញ្ជាំងរីកវាំងបានមិនជឿថានៅក្រោមការគ្រប់គ្រងរបស់គ្រូសាលូអាចមានពន្លកថ្មីដោះឡើងត្រូវតែមានម្នាក់ដួលចុះមុនគេ ចុះសៀវណានវិញបើលោកទៅបាត់លោកមានដែលគិតទេថាគេនឹងទៅជាយ៉ាងណា គេនឹងក្លាយជាមហាក្សត្រដ៏ល្អមួយអង្គ ថ្នាំបិទដង្ហើមលេបហើយ3ថ្ងៃក្រោយចង្វាក់បេះដូងនឹងឈប់ដើរមិនខុសពីមនុស្សស្លាប់ ហេតុអ្វីត្រូវធ្វើបែបនេះជីវិតរបស់ខ្ញុំតាំងពីដើមមកគឺជាកំហុសមួយ សៀវួយតើលោកពិតជាគ្មានការអាឡោះអាល័យបន្តិចសោះមែនទេ មិនថា5ឆ្នាំមុនឬពេលនេះទេអ្នកមិនដែលសួរសៀវណានថាគេគិតយ៉ាងណានោះទេតើគេនឹងជ្រើសរើសបែបណាសម្រាប់គេនេះវាអយុត្តិធម៌ពេកហើយខ្ញុំទៅហើយ តើលោកទៅណា មិនយូរទេខ្ញុំមិនត្រឡប់មកវិញថ្នាំបន្តជីវិតទាំងអស់នៅទីនេះ អរគុណតែងតែរំខានលោកបែបនេះ ខ្ញុំធ្លាប់ប្រាប់ហើយរវាងយើងមិនបាច់និយាយពីអរគុណទេ សៀវួយតើលោកគិតថាការឈឺចាប់5ឆ្នាំនេះសៀវណានអាចទ្រាំទ្រម្ដងទៀតទេ គេនៅរស់នៅឡើយទេសៀវទួនម៉ែដោះលោកម្ចាស់និងអ្នកស្រីជួយតាមថែរក្សាឯងនៅរស់មែនឲ្យតែនៅរស់គឺល្អហើយម៉ែដោះសៀវទួនឯងមើលនាងជាអ្នកណាភីងអានបងប្រុសនាងគឺជាភីងអាននៃត្រកូលវួយរបស់យើងកាលនោះពេលត្រកូលវួយត្រូវគេតាមសម្លាប់ផ្ដាច់ពូជលូចៅបាន3ភីងអានយកទៅហើយចិញ្ចឹមនៅក្នុងព្រះរាជវាំងរបស់ព្រះមហេសីលូគឺព្រះអង្គជាអ្នកស្រាវជ្រាវរឿងរ៉ាវគ្រប់យ៉ាងរហូតបានជួបភីងអានច្រើនឆ្នាំមកនេះបងមិនដែលដឹងសោះថាអូននៅក្បែរខ្លួនបងសោះបងប្រុសមិនបាច់បន្ទោសខ្លួនឯងទេភីងអានអំពើខុសខើកាលពីឆ្នាំនោះភីងអានសូមក្រាបសំពះអរគុណបងប្រុសដែលបានលាងជម្រះកំហុសនិងភាពអយុត្តិធម៌ជូនត្រកូលវួយរបស់យើងលោកពុកនិងអ្នកម៉ែនៅឯស្ថានសួគ៌ប្រកាសជាបានស្ងប់ចិត្តហើយ
បងប្រុសបងមិនមែនរស់នៅស៊ូក្នុងលោកនេះតែម្នាក់ឯងនោះទេបងនៅមានសាច់ញាតិនៅមានមនុស្សដែលស្រឡាញ់បងខ្ញុំនឹងម៉ែដោះជូពួកយើងសុទ្ធតែទន្ទឹងរង់ចាំបងត្រឡប់មកផ្ទះវិញបងប្រុសលើកនេះកុំបោះបង់ពួកយើងចោលទៀតអីបាទប្រញាប់ក្រោកឡើងនៅលើដីវាត្រជាក់ណាស់សៀវទួនឆ្នាំទី3បន្ទាប់ពីឯងចាក់ចេញទៅព្រះអធិរាជបាននាំយកភិងអានចេញពីព្រះរាជវាំងមកតាំងទីលំនៅក្នុងភូមិគ្រឹះស្ដេចត្រាញ់វាងព្រះអង្គល្អចំពោះពួកយើងណាស់ទ្រង់ជាព្រះអធិរាជដ៏ល្អមួយអង្គគ្រាន់តែ5ឆ្នាំនេះទ្រង់រស់នៅលំបាកវេទនាខ្លាំងណាស់តើមានព្រះអធិរាជឯណាសុខចិត្តលះបង់នឹងធ្វើដល់ថ្នាក់នេះនោះពិនិត្យរីកសាររហូតដល់ពាក់កណ្ដាលអធិរាជដល់ពេលមេឃមិនទាន់ភ្លឺផងក៏ប្រញាប់ក្រោកឈរធ្វើការទៀតលោកម៉ែព្រះអង្គទ្រង់ក្អករហូតដល់ពាក់កណ្ដាលអធិរាជទៀតហើយនៅតែមិនអនុញ្ញាតឲ្យនរណាម្នាក់ចូលទៅបម្រើឡើយព្រះអង្គទ្រង់កើតជំងឺផ្លូវចិត្តឈឺចាប់ក្នុងព្រះទ័យទៅហើយអាការៈក្អកកាន់តែធ្ងន់ធ្ងរទៅពីមួយថ្ងៃទៅមួយថ្ងៃថ្នាំដែលត្រូវសោយក៏កាន់តែច្រើនឡើងត្រឹមតែប៉ុន្មានឆ្នាំខ្លីនេះសឹងតែប្រែប្រួលคล้ายជាមនុស្សម្នាក់ផ្សេងទៀតទៅហើយនេះមិនមែនជាការខិតខំប្រឹងប្រែងធ្វើរាជការនោះទេគឺច្បាស់ជាការមិនស្ដាយជីវិតខ្លួនឯងច្បាស់ណាស់ខ្ញុំក៏មិនយល់ដែរទ្រង់គឺជាម្ចាស់ជីវិតលើត្បូងដ៏ខ្ពង់ខ្ពស់បំផុតទៅហើយហេតុអ្វីបានជាត្រូវមកលួចយំស្រក់ទឹកភ្នែកស្ងាត់ក្នុងព្រះរាជដំណាក់នាពេលអធិរាជបែបនេះប្រៀបដូចជាកូនឆ្មាកូនឆ្កែដែលកំពុងយំសឹកយ៉ាងគួរឲ្យអាណិតលោកគ្រូណានខ្ញុំរកលោកគ្រូឃើញហើយពួកយើងទៅចាស់ខ្ញុំនឹងមិនព្រមលែងដៃលោកគ្រូជាលើកទី2ទៀតដាច់ខាត់គេងទៅណានគ្រូនៅបន្ទប់គេងក្បែរនេះទេលោកគ្រូកើតអីណានគ្មានអីទេលោកគ្រូក៏សម្រាកឲ្យបានឆាប់ដែរបាទគួជីវព្រះអង្គសូមចេញរាជបញ្ជាចូលមកចិត្តនេះព្រះអង្គយប់ជ្រៅណាស់ហើយសុខភាពលោកសំខាន់បើមិនប្រញាប់សម្រាកទេគុំនិយាយឥតប្រយោជន៍បើឯងនៅចង់រស់នៅបានយូរបន្តិចទៀតធ្វើតាមអ្វីដែលយើងប្រាប់ភ្លាមទៅចាប់ពីពេលនេះទៅកូនឈ្មោះវួយអ៊ីទួនជាកូនចៅត្រកូលវួយរបស់យើងពុកនិងម៉ែនឹងការពារទួនឲ្យបានល្អប្រញាប់រត់ទៅអ្នកម៉ែម្ចាស់តូចរឿងផ្លាស់ប្ដូរកុមារគឺជាព្រះរាជបញ្ជារបស់អតីតព្រះមហាក្សត្រលោកម្ចាស់និងលោកស្រីក៏គ្មានជម្រើសដែរសូមម្ចាស់តូចកុំបារម្ភក្រៅពីពួកយើងគ្មាននរណាម្នាក់ដឹងពីអត្តសញ្ញាណពិតរបស់ម្ចាស់តូចឡើយអត្តសញ្ញាណពិតប្រាកដរបស់ខ្ញុំមិនមែនជាវួយអ៊ីទួនទេចុះខ្ញុំជាអ្នកណាខ្ញុំគួរតែជាអ្នកណាជាកូនប្រុសរបស់មន្ត្រីពុករលួយជាកូនដែលគេយកមកលេងសើចតាមចិត្តក្នុងការដណ្ដើមអំណាចរាជបល្ល័ង្កឬក៏គ្រាន់តែជាតួអង្គក្នុងល្ខោនដ៏ថោកទាបមួយលោកគ្រូតើអ្វីទៅជាផ្លូវរបស់ប្រជាជនអ្នកធ្វើជាអ្នកដឹកនាំត្រូវមានចិត្តគិតគូរដល់ប្រជានុរាស្ត្រកាន់ធម៌ត្រង់មិនលំអៀងចេះបែងចែកខុសត្រូវឲ្យច្បាស់លាស់ស្ដាប់យោបល់ជុំវិញខ្លួន
មិនយកចំណងតខ្លួនមកប៉ះពាល់ការងាររួមមិនយកអំណាចទៅធ្វើបាបប្រជាជនគ្រប់គ្រងដោយគុណធម៌ការពារសន្តិសុខជូនប្រជាពលរដ្ឋនេះហើយជាផ្លូវរបស់អ្នកដឹកនាំគឺជាកំហុសរបស់ពុកនិងម៉ែតែមិនបានការពារខ្លួនឯងឲ្យបានល្អចាប់ពីពេលនេះទៅខ្លួនឯងរបស់ពួកយើងត្រូវរស់នៅដើម្បីខ្លួនឯងពុកអ្នកម៉ែស្រឡាញ់កូនរហូតលោកពុកអ្នកម៉ែលោកពុកអ្នកម៉ែកុំទៅអីកុំបោះបង់ខ្ញុំចោលអី លោកវួយប្រញាប់បើកទ្វារ មានរឿងអីសៀវណានកើតអីមែនទេ លោកវួយសុំលោកប្រញាប់ទៅមើលទៅព្រះអង្គព្រះកាយក្តៅខ្លាំងទៀតហើយតែងតែហៅឈ្មោះលោកជានិច្ច មិនក៏បែបនេះទៅវិញទើបតែលេបថ្នាំបន្តជីវិតគួរតែបានធូរស្រាលហើយតើមិនបានក្តៅខ្លួនផង លោកគ្រូប្រហែលជាពួកខ្ញុំបារម្ភជ្រុលទើបមើលច្រឡំសុំលោកម្ចាស់អភ័យទោសផងមកពីពួកយើងជាមនុស្សក្រូតក្រៀតមិនយល់ពីវិជ្ជាពេទ្យសង្ឃឹមថា ខ្ញុំយល់ហើយពួកលោកថយចេញទៅ បាទ ហេតុអ្វីបានជាសម្លឹងមើលលោកគ្រូរហូតចឹង ព្រោះតែលោកគ្រូស្រស់ស្អាត និយាយផ្ដេសផ្ដាស់ទៀតហើយ អ្វីដែលខ្ញុំនិយាយសុទ្ធតែជាការពិតទាំងអស់មិនដូចជាលោកគ្រូទេមានតែបោកប្រាស់ខ្ញុំ លោកគ្រូសុំទោសណានអា ខ្ញុំមិនចង់ស្ដាប់ពាក្យនេះទេខ្ញុំគ្រាន់តែចង់ឲ្យលោកគ្រូសន្យាថានឹងមិនចាក់ចេញពីខ្ញុំទៀតឡើយ បាន លោកគ្រូ5ឆ្នាំមកនេះលោកគ្រូពិតជាសន្លប់បាត់ស្មារតីរហូតមែនទេ មែនហើយ ចុះលោកគ្រូមានដឹងទេថា5ឆ្នាំនេះខ្ញុំបានធ្វើអ្វីខ្លះ លោកគ្រូបាននៅអ្នកម៉ែជូនិយាយហើយ5ឆ្នាំមកនេះឯងធ្វើបានល្អណាស់នៅតាមផ្លូវដែលតាមស្វែងរកឯងលោកគ្រូបានឃើញរូបសំណាកដែលអ្នកភូមិសាងសង់ឲ្យឯងពួកគេនិយាយថាឯងគឺជាប្រមុខដឹកនាំដល់ប្រពៃ កំពុងតែល្អសុកមិនក៏យំទៀតហើយ ឯងបានផ្ដួលរំលំត្រកូលលូកែប្រែសន្តាប់ធ្នាប់រីកាដាក់ចេញនយោបាយថ្មីនិងអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ទូបង្គំសៀមណាននៅចំពោះមុខរូបសំណាកអ្នកប្រាជ្ញថ្ងៃនេះសូមស្វាគមន៍ចា៎ប្រសិនបើមានថ្ងៃណាមួយបានស្នងរាជសម្បត្តិគឺដាច់ខាតមិនឲ្យខុសបំណងនៃការប្រដៅរបស់លោកគ្រូនិងបោះសម្អាតភាពកខ្វក់ក្នុងរាជការកាត់ដៃពួកជនពុករលួយបើកផ្លូវឲ្យអ្នកក្រខ្សត់និងកាត់បន្ថយទុក្ខវេទនារបស់ប្រជាជនរាស្ត្រ តែពាក្យសន្យាដែលឯងបានបន្សល់ទុកនៅក្នុងវិនកាលពីឆ្នាំនោះឯងធ្វើបានទាំងអស់ហើយណានអាមកពីលោកគ្រូមិនល្អធ្វើឲ្យឯងត្រូវ ឈប់និយាយទៅលោកគ្រូសម្រាប់ណានឲ្យហើយពេលនេះគឺជាលទ្ធផលដ៏ល្អបំផុត លោកគ្រូនៅកំដរណានឲ្យគេងជាមួយគ្នាបានទេ បាន ខ្ញុំដឹងស្រាប់ហើយថាលោកគ្រូក៏ស្រឡាញ់ខ្ញុំដែរ កំពុងគិតអីនឹងសប្បាយចិត្តយ៉ាងនេះ លោកគ្រូភ្ញាក់ហើយខ្ញុំកំពុងគិតលោកគ្រូយប់មិញស្អាតខ្លាំងណាស់ កុំនិយាយផ្ដេសផ្ដាស់ លោកគ្រូយប់មិញហត់ហើយគេងបន្តិចទៀតទៅ ព្រះអង្គកំពុងសម្រាកមិនឲ្យចូលដោយគ្មានការអនុញ្ញាតឡើយ ខ្ញុំមិនមែនមកជួបទ្រង់ទេខ្ញុំមកជួបបងប្រុសទួនឆាប់ឲ្យខ្ញុំចូលទៅ
មិនបានទេ អញ្ចឹងឲ្យខ្ញុំចូលទៅស្ងោរស៊ុបមាន់ទៅស្ងោររួចខ្ញុំចាក់ចេញភ្លាមតើបានទេ មិនបានទេ ណែអាមនុស្សគ្មានបេះដូង ທາງនរណាមកលោឡាអីនៅទីនេះ សៀនណានឆាប់ប្រាប់ពួកគេឲ្យចេញទៅ ព្រះអង្គឲ្យនាងចូលមក ទូបង្គំសូមសៀវសូមក្រាបថ្វាយបង្គំព្រះអង្គកាលពីប្រហែលថ្ងៃមុនពេលទ្រង់សន្លប់ទូបង្គំធ្លាប់បានពិនិត្យជីពចរជូនទ្រង់ថ្ងៃនេះមកពិនិត្យឡើងវិញ ជាពេទ្យបងសៀវពូកែណាស់លោកតាខាងម្ដាយរបស់គាត់ពីមុនជាគ្រូពេទ្យលួងនៅរាជវាំងបនស្រ័យពីក្បាលនេះខ្ញុំចិញ្ចឹមដោយផ្ទាល់ដៃខ្ញុំយកមកឲ្យពួកលោកទេយកមកបំពេញសុខភាពបងទួន មើលទៅពិតជាចិញ្ចឹមបានល្អនិងមានកម្លាំងខ្លាំងមែន ត្រឹមត្រូវហើយ អញ្ចឹងត្រូវរំខានលោកគ្រូពេទ្យហើយសរសៃជីពចររបស់ព្រះអង្គមិនច្របូកច្របល់ដោយកាលពីប្រហែលថ្ងៃមុនទៀតទេមានភាពប្រសើរឡើងច្រើនប៉ុន្តែជីពចរបេះដូងនៅតែខូចខាតលោកគ្រូធ្លាប់ឲ្យខ្ញុំលេបថ្នាំបន្តជីវិតលោកធ្លាប់ស្គាល់ថ្នាំនេះទូបង្គំធ្លាប់តែឃើញឈ្មោះនេះនៅក្នុងសៀវភៅកំណត់ត្រាវិទ្យាសាស្ត្ររបស់លោកតាប៉ុណ្ណោះហើយអ្វីស្ទាក់ស្ទើរមិនធ្លាប់ឃើញថ្នាំពិតប្រាកដទូបង្គំមិនហ៊ានសន្និដ្ឋានផ្ដេសផ្ដាសទេលុះត្រាតែទូបង្គំបានចាក់បញ្ចូលនិងពិនិត្យជីពចរជូនលោកម្ចាស់វួយទើបអាចដឹងច្បាស់បានលោកស្គាល់លោកគ្រូរបស់ខ្ញុំ ប្រកាសជាស្គាល់ហើយកាលនោះបងទួនត្រូវបានគេទម្លាក់តំណែងឲ្យទៅធ្វើមន្ត្រីនៅស្រុករៀបចំភូមិលោកសៀនដោះស្រាយនឹងបញ្ហាទឹកជំនន់ពេលឈឺគឺបងប្រុសខ្ញុំជាអ្នកព្យាបាលឲ្យ អរគុណលោកគ្រូពេទ្យណាស់ព្រះអង្គក៏មានរាជបន្ទូលបែបនេះអីការពិនិត្យនិងព្យាបាលជំងឺគឺជាកាតព្វកិច្ចរបស់គ្រូពេទ្យស្រាប់ហើយ ខាងបងប្រុសទួន បងប្រុសទួនបងត្រឡប់មកវិញហើយខ្ញុំដឹងថាទេវតានឹងមិនបណ្ដោយឲ្យបងស្លាប់ទេ ធ្វើឲ្យឯងបារម្ភហើយ ត្រឡប់មកវិញលើកនេះមិនអនុញ្ញាតឲ្យចាក់ចេញទៀតទេបាទ លោកគ្រូហេតុអ្វីបានជាក្រោកឡើងមិនប្រាប់ខ្ញុំមុន ឃើញអ្នកទាំងពីរកំពុងនិយាយគ្នាទើបមិនរំខាន ខានជួបគ្នាយូរហើយលោកម្ចាស់វួយ ខានជួបគ្នាយូរហើយបងប្រុសសុងបងទួនហេតុអ្វីបានជាករបស់អ្នកមានស្នាមក្រហមមួយផ្ទាំងអញ្ចឹង យប់មិញត្រូវមូសខាំ ទៀតអាកាសត្រជាក់យ៉ាងនេះនៅមានមូសទៀតឬ ក្នុងបន្ទប់កក់ក្ដៅប្រកាសជាមានហើយ អញ្ចឹងបន្តិចទៀតខ្ញុំទៅរកប្រេងការពារមូសមមក មិនបាច់ទេឮថាអ្នកអង្គម្ចាស់សន្លប់យូរមកហើយខ្ញុំមកទីនេះដើម្បីស្ទង់ជីពចរប៉ុន្តែការស្ទង់ជីពចរលើកនេះត្រូវប្រាំចូលពិនិត្យសូមទ្រង់មេត្តាយើងចេញមួយផ្លែក ពិបាកដល់លោកគ្រូពេទ្យហើយខ្ញុំក៏ទៅដែរខ្ញុំអាចជួយបងទួនបាន ចុះស៊ុបមាន់របស់ឯង ស្ទើរតែភ្លេចរឿងសំខាន់បំផុតទៅហើយខ្ញុំទៅស៊ុបមាន់ហើយ តើថ្នាំបន្តជីវិតនៃណា ពិតជាថ្នាំបន្តជីវិតដែលប្រើបន្ទាប់ពីការបិទដង្ហើមមែន គ្រូពេទ្យស្គាល់ថ្នាំនេះមែនទេ នៅក្នុងសៀវភៅកំណត់ត្រារបស់លោកតាខ្ញុំមានកត់ត្រាថាថ្នាំបិទដង្ហើមនិងថ្នាំបន្តជីវិតដើមឡើយគឺមួយស្លាប់មួយរស់ដែលត្រូវប្រើប្រាស់រួមគ្នាថ្នាំបិទដង្ហើមអាចបិទសរសៃឈាមបេះដូងមនុស្សដើម្បីបំភាន់រវាងការស្លាប់និងរស់ចំណែកថ្នាំបន្តជីវិតគឺសម្រាប់ស្ដាររាងកាយរបស់អ្នកដែលស្លាប់ឲ្យរស់ឡើងវិញក្នុងអំឡុងពេលលង់លក់ត្រូវយកឈាមស្រស់របស់អ្នកដែលប្រើប្រាស់ថ្នាំបិទដង្ហើមមកធ្វើថ្នាំត្រូវចំណាយពេល10ឆ្នាំទើបសម្បានថ្នាំពេញលេញពេលគ្រប់10ឆ្នាំអ្នកលេបថ្នាំបន្តជីវិតគ្រប់គ្រាប់ទើបអាចព្យាបាលការខូចខាតរាងកាយបានទាំងស្រុងនិងមានអាយុដូចមនុស្សធម្មតាប៉ុន្តែខ្ញុំគេងលក់បានតែ5ឆ្នាំប៉ុណ្ណោះដូច្នេះនៅក្នុងថង់នេះមានថ្នាំតែពាក់កណ្ដាលប៉ុណ្ណោះថ្នាំនេះត្រូវបានផ្សំឡើងពីឈាមស្រស់របស់លោកម្ចាស់ប្រសិនបើលោកម្ចាស់លេបទាំងអស់ទោះជាមិនទាន់ពេញលេញក៏អាចទប់ស្កាត់ការខូចខាតពីការដេកលក់និងទទួលបានអាយុ20ឆ្នាំបន្ថែមទៀត ចុះប្រសិនបើប្រគល់ឲ្យណានអែទាំងអស់វិញ ព្រះអង្គមិនធ្លាប់លេបថ្នាំបិទដង្ហើមថ្នាំបន្តជីវិតសម្រាប់ព្រះអង្គគឺគ្រាន់តែជាថ្នាំទើបជួយបំពេញសរសៃឈាមនិងព្យាបាលរបួសចាស់ប៉ុណ្ណោះថ្នាំដែលសល់បើប្រគល់ឲ្យព្រះអង្គទាំងអស់ហើយថែទាំយ៉ាងយកចិត្តទុកដាក់រាងកាយក៏អាចជាសះស្បើយដូចមនុស្សធម្មតាដែរ ចុះបើម្នាក់ពាក់កណ្ដាលវិញ ប្រសិនបើម្នាក់ពាក់កណ្ដាលឥទ្ធិពលថ្នាំអាចទប់សរសៃឈាមបេះដូងរបស់អ្នកទាំងពីរជាបណ្ដោះអាសន្នលោកម្ចាស់និងព្រះអង្គនៅមានពេល10ឆ្នាំទៀត 10ឆ្នាំ ប៉ុន្តែពេលគ្រប់10ឆ្នាំឥទ្ធិពលថ្នាំអស់សរសៃឈាមបេះដូងទ្រុឌទ្រោមដល់ពេលនោះនឹងគ្មានថ្នាំណាអាចសង្គ្រោះបានទៀតឡើយ បើផ្សំថ្នាំសាជាថ្មី ប្រសិនបើបិទសរសៃឈាមម្ដងទៀតមនុស្សនឹងមិនអាចភ្ញាក់ដឹងខ្លួនឡើងវិញបានឡើយរឿងនេះតាក់ទងនឹងជីវិតនិងសេចក្តីស្លាប់មិនថាលោកម្ចាស់ជ្រើសរើសយ៉ាងណាទេសូមជម្រាបដល់ព្រះអង្គផងទៅ
5 ឆ្នាំមកនេះធ្វើឲ្យអ្នករាល់គ្នាបារម្ភហើយជាកំហុសរបស់ខ្ញុំថ្ងៃនេះខ្ញុំសូមលើកកៅជូនអ្នករាល់គ្នាសូមជូនពរឲ្យអ្នករាល់គ្នាមានសុខភាពល្អសុខសប្បាយរៀងរាល់ឆ្នាំគ្មានទុក្ខកង្វល់អ្វីឡើយបងប្រុសទួនឆាប់សាកល្បងស៊ុបមាន់ដែលខ្ញុំធ្វើទៅស្ងោរមួយថ្ងៃពេញហើយឈ្ងុយណាស់ខាងពិបាកហើយលោកដែរសៀវណានឆាប់ញ៉ាំទៅលោកឆាប់ជាសះស្បើយទើបបងប្រុសទួនសប្បាយចិត្តខ្ញុំនឹងមានសុខភាពល្អនិងរស់នៅជាមួយលោកគ្រូឲ្យបានយូរនាងបាច់បារម្ភទេផ្ទុយទៅវិញលោកសង្ឃមើលទៅខ្លួនប្រាំងខ្សោយណាស់ហាក់ដូចជាគ្មានអ្នកមើលថែនៅក្បែរខ្លួនសោះអ្នកណាថាគ្មាននៅក្បែរបងប្រុសសង្ឃមានខ្ញុំតើបងប្រុសព្រះអង្គស្រាមួយកែវនេះខ្ញុំសូមជូនអ្នកទាំងពីរប៉ុន្មានឆ្នាំនៅក្នុងវាំងនេះខ្ញុំមិនដែលនឹកស្មានថានឹងអាចមានថ្ងៃជួបជុំគ្រួសារវិញបែបនេះឡើយអរគុណព្រះអង្គដែលបានជួយភីងអានអរគុណបងប្រុសដែលនៅមានជីវិតរស់នៅបានយ៉ាងល្អឥឡូវនេះរឿងរ៉ាវពីមុនត្រូវបានបញ្ចប់ហើយបងប្រុសក៏បានត្រឡប់មកវិញដែរស្រាកែវទី2នេះភីងអានសូមជូនពរបងប្រុសនិងព្រះអង្គចាប់ពីពេលនេះទៅទុកសោកទាំងឡាយនឹងរលាយបាត់អស់ហើយសេចក្តីសុខនឹងចូលមកជំនួសវិញសូមឲ្យទេវតាជួយคุ้មគ្រងឲ្យគូស្នេហាទាំងអស់ក្នុងលោកបានជួបជុំគ្នាជារៀងរហូតភីងអានស្រាមួយកែវនេះខ្ញុំសូមជូននាងនិងម៉ែដោះជូវិញអរគុណអ្នកទាំងពីរមានអ្នកទាំងពីរលោកគ្រូនិងមានអ្នកមើលថែថែមទៀតសូមអ្នកទាំងពីរកុំបារម្ភអីពួកយើងនឹងបន្តដំណើរទៅមុខទៀតនៅពេលដែលខ្ញុំមានអាយុ70ឬ80ឆ្នាំខ្ញុំនឹងនៅតែដូចថ្ងៃនេះដែរគឺនៅក្បែរលោកគ្រូមិនទៅណាឡើយសៀវណានទ្រង់ពិតជាមិនចេះខ្មាស់អៀនមែននាងវិញទេដែលចេះខ្មាស់អៀនលោកព្រះអង្គរៀបចំរួចរាល់ហើយទៅចុះមានរឿងអីណានមានការភ្ញាក់ផ្អើលបន្តិចបន្តួចសម្រាប់លោកគ្រូឆាប់មើលចុះគឺកម្មជ្រួចស្អាតណាស់ត្រូវហើយស្អាតណាស់អរគុណណានអើខ្ញុំចូលចិត្តវាណាស់លោកគ្រូចូលចិត្តគឺល្អហើយដើរលេងជាមួយខ្ញុំបន្តិចទៅបាទរៀងរាល់បនទានមនុស្សគ្រប់គ្នាក្នុងវាំងសុទ្ធតែសប្បាយរីករាយតែខ្ញុំមិនដឹងថាសប្បាយនៅត្រង់ណាទេរហូតដល់ពេលក្រោយមកលោកគ្រូបាននាំខ្ញុំចេញពីវាំងជាលើកដំបូងឈរនៅលើផ្លូវវែងឆ្ងាយមើលទៅភ្លើងរាប់ម៉ឺនខ្នងសំឡេងសាច់សប្បាយទើបដឹងថាបុណ្យទានពិតប្រាកដគឺបែបណាចាប់ពីពេលនេះទៅគ្រូនឹងកំដរែងឆ្លងបុណ្យគ្រប់រដូវល្អលោកគ្រូកុំគ្រាន់តែនិយាយលួងខ្ញុំលោកគ្រូនៅចាំរបស់នេះទេគ្រូស្មានថាអ្វីដែលលោកគ្រូឲ្យខ្ញុំគឺត្រូវតែរកវាឲ្យឃើញវិញក្នុងរយៈពេល5ឆ្នាំនេះរាល់ពេលដែលខ្ញុំនឹកលោកគ្រូខ្ញុំតែងតែមើលវាខ្ញុំគិតថាដោយសារតែរបស់ចាស់អាចរកឃើញមនុស្សក៏ប្រកាសជាអាចរកឃើញដែរមួយចុងក្រោយហើយពេលថ្ងៃអ្វីដែលខ្ញុំបាននិយាយជាមួយគ្រូពេទ្យសុងឯងប្រហែលជាបានឮទាំងអស់ហើយមែនទេ
ខ្ញុំបានលើហើយយ៉ាងម៉េចលោកគ្រូចង់បោះបង់ខ្ញុំចោលម្ដងទៀតមែនទេ Nan à វួយអីទួនខ្ញុំប្រាប់លោកគ្រូតាមត្រង់ចុះភូមិលូសៀនត្រូវបានខ្ញុំបញ្ជាឲ្យកងទ័ពយាមកាមយ៉ាងតឹងរឹងដូចកំផែងអញ្ចឹងបើគ្មានបញ្ជាពីខ្ញុំទេគ្មាននរណាម្នាក់អាចចេញទៅក្រៅបានឡើយទោះបីជាមានស្លាប់ក៏ពិបាកនឹងគេចផុតដែរកុំគិតចង់ស្លាប់អីបើលោកគ្រូហ៊ានស្លាប់ខ្ញុំនឹងសម្លាប់ខ្លួនទៅតាមលោកគ្រូភ្លាមយ៉ាងហោចណាស់យើងនឹងបាននៅជាមួយគ្នានៅលើផ្លូវទៅកាន់ឋានរូប Công nì dây bẹp ni Cru mình tờ nà tê Cru con tại trong prap anh thả Cru ban vô chba hỏi Cru tanh tại kịch thả cru đang chbác bìa vây đại khuôn anh trong bàn Rồi hốt đo pram chnam môn Cốc knong chùm nong chim chua ni Stơ tại plek thả cru mình đai nơ mình anh lại Nan à Cru mình trong bần to bẹp ni tiệt tề Từ ngày mộtដូចដែលអ្នកម៉ែបាននិយាយខ្ញុំក៏ចង់អាត្មានិយមម្ដងដែរធ្វើតាមអ្វីដែលបេះដូងខ្ញុំប្រាថ្នានៅក្បែរណានរបស់ខ្ញុំជារៀងរហូត លោកគ្រូ សៀវណានអរគុណដែលនៅតែស្រឡាញ់និងជឿជាក់ខ្ញុំគ្រូក៏ស្រឡាញ់និងជឿជាក់លើឯងសុំទោសតែនិយាយពាក្យនេះចេញមកយឺតពេក មិនយឺតពេលតតែសោះលោកគ្រូព្រមស្រឡាញ់ខ្ញុំគឺជាមនុស្សដែលមានសុភមង្គលបំផុតនៅក្នុងលោកនេះខ្ញុំមិនមែនកំពុងយកសັບទេមែនទេ នៅមិនទាន់គ្រប់គ្រាន់ទេពួកយើងរៀបការទៅទួនអើ បាន